បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើ clip video បញ្យល់អ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់នៅក្នុង system CRM system បាទអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវវាយ website នេះដូចខាងលើដែលខ្ញុំបានបង្ហាញប្រាប់ហ្នឹងវាយហើយយើងអាច log in ចូលបាទវាយ Gmail របស់យើងមក Gmail របស់យើងបាទបន្ទាប់មក password អូខេនៅពេលដែលអ្នកទាំងអស់គ្នា log in ចូលនៅក្នុង account របស់អ្នកទាំងអស់គ្នាដែលខ្ញុំបានបង្កើតឲ្យរួចហើយនោះអ្នកទាំងអស់គ្នាជាដំបូងគឺត្រូវចូលទៅmy profile ដើម្បី edit ចេញបាទចំពោះ account ដែលខ្ញុំបង្កើតឲ្យទាំងអស់អ្នកទាំងអស់គ្នាត្រូវទៅចូលកន្លែងហ្នឹងដើម្បីទៅ edit account របស់អ្នកទាំងអស់គ្នាណាអញ្ចឹងយើងចុចមកបន្ទាប់មកយើងចុចពាក្យថា edit អូខេនៅពេលដែលយើងចុចពាក្យ edit ហើយយើងមើលតើ account របស់យើងខ្វះកន្លែងណាខ្លះ email ហើយឈ្មោះរបស់យើងត្រឹមត្រូវឬអត់មួយទៀតpage របស់យើងហើយ Cambodia លេខ ID card ជាពិសេសលេខអត្តសញ្ញាណប័ណ្ណរបស់យើងនេះសូមពិនិត្យមើលហើយនឹងថ្ងៃខែឆ្នាំកំណើតចំពោះ account ដែលខ្ញុំបង្កើតឲ្យទាំងអស់គឺ address ខ្ញុំអត់ទាន់បានបំពេញឲ្យ active ឲ្យទេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែចូលទៅ edit ទៅខាង address អ្នកទាំងអស់គ្នាបាទសរសេរអញ្ចឹងមកអង់គ្លេសអាស័យដ្ឋានរបស់អ្នកទាំងអស់គ្នានៅហ្នឹងបាទមើលតាមខ្ញុំសរសេរអញ្ចឹងក៏បានដែរបាទ KT ភ្នំពេញអញ្ចឹងមកបន្ទាប់មក postal code គឺយើងនិយាយទៅ postal code យើងវាយមិនក៏បានដែរអត់សូវសំខាន់ប៉ុន្មានទេហ្នឹងតមកកន្លែងនេះ Cambodia ហើយយើងនិយាយទៅ address សំខាន់នេះគេគឺអ្នកទាំងអស់គ្នាបំពេញ address ឲ្យត្រឹមត្រូវដោយសារតែខ្ញុំបង្កើត account ឲ្យអ្នកទាំងអស់គ្នាខ្ញុំអត់ទាន់បានបំពេញ address ត្រឹមត្រូវទេមាន account ខ្លះខ្ញុំបំពេញឲ្យត្រឹមត្រូវនិង account ខ្លះអត់ទាន់បំពេញឲ្យត្រឹមត្រូវទេបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុច save change ទៅគឺអូខេហើយបាទបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចូលទៅregister មានន័យថា create bank account របស់បងប្អូនបាទ bank account របស់បងប្អូនអញ្ចឹងបងប្អូនចូលទៅ payment account បាទនៅខាងនេះបាទបងប្អូនចុចឲ្យចំនឹងមកតោះមកបងប្អូនចូលទៅ create បាទចុចពាក្យ create នេះមកបាទចូលទៅ create គឺបងប្អូនវាយ bank name បាទទៀតបងប្អូនប្រើធនាគារ AC ដែរឬក៏ ABA ឥឡូវខ្ញុំវាយ ABA បន្ទាប់មក bank brand គឺយើងវាយភ្នំពេញមកបាទភ្នំពេញបាទយើងវាយភ្នំពេញអញ្ចឹងមកហើយឈ្មោះរបស់យើងបាទឈ្មោះ account របស់យើងបន្ទាប់មកលេខកុងធនាគាររបស់យើងវាយមកលេខកុងប្រមាណយើងវាយតាមដែលលេខកុងរបស់យើងមាននឹងមកចំពោះ sweet code នេះគឺយើងវាយតែលេខ1ទាំងអស់មកបាទគ្រប់កន្លោហ្នឹងយើងវាយលេខ1ទាំងអស់មកព្រោះ sweet code ខាងធនាគារគេដឹងហើយបាទខាងក្រុមហ៊ុនគេដឹងហើយអញ្ចឹងយើងវាយលេខ1ទាំងអស់បន្ទាប់មកកន្លែងខាងក្រោមនេះគឺយើងជ្រើសរើសយក Cambodia បាទ country គឺ Cambodia ហើយនឹង currency យើងជ្រើសរើសយកលុយដុល្លារ currency ណាយើងជ្រើសរើសយកលុយដុល្លារតើណាបាត់ហើយលុយដុល្លារអូខេមួយអូខេនៅនេះដុល្លារបាទតបមកយើងគ្រាន់តែចុចពាក្យ create ទៅគឺអូខេយើងបង្កើត account របស់យើងរួចហើយអញ្ចឹងដោយសារតែខ្ញុំបង្កើតរួចហើយខ្ញុំអត់បង្កើតទៀតទេខ្ញុំបាន create រួចហើយនៅពេលដែលអ្នកទាំងអស់គ្នា create រួចហើយអ្នកទាំងអស់គ្នានឹងឃើញលេខកុងធនាគាររបស់អ្នកទាំងអស់គ្នានៅកន្លែងនេះបាទគឺមានន័យថា account របស់យើងបាន register រួចហើយអូខេហើយបន្ទាប់មកទៀតយើងចូលមក dashboard យើងវិញបាទយើងចូលមក dashboard យើងវិញដើម្បីដាក់លុយចូលទៅក្នុងsystem មានន័យថាដាក់លុយចូលទៅក្នុងក្រុមហ៊ុនbroker
Merlion គឺបងប្អូនចូលទៅក្នុងពាក្យfunding បាទ funding នេះបន្ទាប់មកបងប្អូនសេរីមើលមកខាងក្រោមបាទសេរីមើលមកខាងក្រោមបងប្អូននឹងឃើញឈ្មោះរបស់ធនាគារបាទ bank ធនាគាររបស់ក្រុមហ៊ុនប្រើបាទហើយនេះគឺ bank account របស់លេខកងធនាគាររបស់ broker គេប្រើណាអញ្ចឹងអ្នកទាំងអស់គ្នាអាចផ្ញើចូលទៅតាមលេខកងហ្នឹងទៅឲ្យខាង broker គេបាទនេះគឺឈ្មោះធនាគារនៅខាងមុខនេះហើយយើងសេរីមើលមកខាងក្រោមមកទៀតគឺយើងឃើញមាន transaction មានន័យថាកន្លែងដែលយើងផ្ញើលុយទៅថ្ងៃទីប្រហែលគឺយើងជ្រើសរើសកន្លែងហ្នឹងមកបាទមានន័យយើងដាក់លុយទៅថ្ងៃទីប្រហែលដាក់ផ្ញើលុយទៅខាងក្រុមហ៊ុនមិនចេញអូខេទីដែលយើងដាក់លុយទៅថ្ងៃទី22ឆ្នាំណាគឺយើងជ្រើសរើសនឹងមកហើយចំនួនលុយប៉ុន្មានដែលយើងបានផ្ញើទៅខាងក្រុមហ៊ុនទីថា$1000អ្នកទាំងអស់គ្នាបានផ្ញើទៅ$1000ហើយថ្ងៃនេះថ្ងៃ22ខែ10ហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាថតវិក័យប័ត្រដែលអ្នកទាំងអស់គ្នាផ្ញើលុយណាដែលមានជាប់ឈ្មោះរបស់អ្នកទាំងអស់គ្នាផងថតវិក័យប័ត្រហើយយើងយកទៅនេះកន្លែង Choose Fill នេះ upload ចូលទៅកន្លែងហ្នឹងហើយយើងចុចពាក្យ submit ទៅគឺអូខេហើយក្រុមហ៊ុនគេនឹងពិនិត្យមើលហើយគេនឹងដាក់លុយបញ្ចូលទៅក្នុង account trade ឲ្យយើងបាទនេះគឺជាកន្លែងដែលយើងឆែកមើលលេខកងធនាគាររបស់ក្រុមហ៊ុនបាទបន្តមកទៀតអ្នកទាំងអស់គ្នាចូលមក dashboard វិញឬក៏យើងអាចចុចមើលមកខាងក្រោមនេះក៏បានដែរពីរបៀបដាក់លុយឬក៏ដកលុយបាទដើម្បីដកលុយចេញពីក្នុង CRM system នេះបានតើវាយ៉ាងម៉េចហើយយើងដាក់លុយចូលទៅក្នុង account trade វាយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងដកលុយគឺអ្នកទាំងអស់គ្នាត្រូវតែចុចពាក្យinternal transfer បាទនេះខាងក្រោម funding ហ្នឹង internal transfer យើងចុចពាក្យ internal transfer ហ្នឹងហើយគឺយើងឃើញមាន3នៅខាងលើនេះបាទមាន3យើងចុចកន្លែងនេះមកយើងនឹងឃើញមាន3transfer to trading account from wallet បាទមានន័យថាយើង transfer លុយនៅក្នុង wallet របស់យើងចូលទៅក្នុងaccount trade បាទចូលទៅក្នុង account trade បាទកន្លងទី1ហើយកន្លងទី2បាទចន្លោះទី2គឺយើង transfer ពី account trade របស់យើងចូលទៅក្នុង account trade ដូចគ្នាបាទហើយ account ទីចន្លោះទី3បាទចន្លោះទី3នេះគឺយើង transfer ចេញពី account trade របស់យើងចូលទៅក្នុង wallet របស់យើងវិញបាទចូលទៅក្នុង wallet របស់យើងវិញឥឡូវខ្ញុំ transfer ឲ្យមើលបាទខ្ញុំ transfer ឲ្យមើលទៀតថាខ្ញុំយកជ្រើសរើសយកកន្លងទី1យើងគ្រាន់តែចុចមកយើងចង់ transfer ចំនួនប្រមាណថា$1បាទ$1អត់មានកាត់ free អីទេ$1ខ្ញុំ transfer ចូលទៅអូខេ successful យើងបាន transfer ចូលទៅបាត់ហើយទៅក្នុង account trade របស់យើងឥឡូវយើងខ្ញុំដកអូខេមិនដកទេដោយសារតែ account នេះគឺនៅក្នុង wallet របស់ខ្ញុំមានស្រាប់ហើយលុយនៅក្នុង wallet ខ្ញុំមានស្រាប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែដឹងថាខាងលើនេះគឺយើង transfer ពី wallet ចូលទៅក្នុង account trade របស់យើងបាទហើយទី2គឺយើង transfer ចូលទៅក្នុង account trade ដូចគ្នាមានន័យថា account trade ទៅ account trade ដូចគ្នាហើយទី3គឺយើង transfer ចេញពី account MT4 របស់យើងណាន័យថា account trade របស់យើងចូលមកក្នុង wallet វិញបាទចូលមកក្នុង wallet វិញឥឡូវយើងចូលទៅមើលកន្លែងនេះនិយាយទៅវាងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែចុចចឹងមកជ្រើសរើសចឹងមកយើងវាយចំនួនទឹកលុយបាទវាយចំនួនទឹកលុយយើងទៅគឺអូខេតែម្ដងបន្ទាប់មកនៅពេលដែលយើងដកលុយចូលមកក្នុង wallet យើងហើយយើងចុចពាក្យ withdrawal នេះបាទយើងចុចពាក្យ withdrawal យើងឃើញលេខកងធនាគារនៅនេះបាទ bank account របស់យើងសូមបញ្ជាក់បន្តិចណាចំពោះ
bank account របស់យើងគឺតលតែឈ្មោះធនាគារហ្នឹងហើយនឹងឈ្មោះម្ចាស់ account នេះបង្កើតនេះដូចគ្នាបាទឈ្មោះដូចគ្នាបានក្រុមហ៊ុនគេដកឲ្យបើឈ្មោះផ្សេងគ្នាក្រុមហ៊ុនគេអត់ដកឲ្យណាអញ្ចឹងទាថាអ្នកទាំងអស់គ្នាចង់ដកលុយទៅលេខកុងហ្នឹងបាទយើងបាញ់លុយចេញពីនិយាយទៅយើង transfer លុយចេញពី account trade របស់យើងចំនួនថា$18ទៅចុះបាទចេញមកអញ្ចឹងយើងចង់ដកចូលទៅ ABA របស់យើងគ្រាន់តែវាយចំនួនទឹកលុយកន្លែងនេះមកបាទទី$18យើងវាយ$18ចឹងមក$18អញ្ចឹងហើយយើងគ្រាន់តែចុចពាក្យ submit ទៅគឺអូខេបាទលុយនឹងចូលទៅក្នុងaccount ABA របស់យើងហើយបើយើងចង់បានលឿនបំផុតនោះគឺអ្នកទាំងអស់គ្នាថតកន្លែង Gmail ដែលពេលដែលយើងដកទៅគឺខាងក្រុមហ៊ុនគេផ្ញើ Gmail មួយចូលទៅក្នុង Gmail របស់យើងថាយើងដកលុយចំនួនប៉ុណ្ណេះអញ្ចឹងយើងថតកន្លែងហ្នឹងថតវិក័យប័ត្រក្នុង Gmail ហ្នឹងផ្ញើមកឲ្យខ្ញុំផ្ញើទៅខាងក្រុមហ៊ុនបន្តឲ្យគេពិនិត្យឲ្យលឿនឲ្យដើម្បីដកលុយអ្នកទាំងអស់គ្នាលឿនណាចឹងអ្នកទាំងអស់គ្នាតន់ណាពីរបៀបដកលុយនិងបាញ់លុយចូលទៅក្នុង wallet ហើយនឹងបាញ់លុយចូលទៅក្នុង account trade វាមានតែ3ហ្នឹងទេកន្លែងហ្នឹងសំខាន់3បាទក្នុង system ហ្នឹងគឺមានកន្លែងសំខាន់មាន4មានន័យថា funding internal transfer withdrawal ហើយនឹងpayment account កន្លែងយើងចូលទៅបង្កើតលេខកងធនាគាររបស់យើងហើយខាងក្រោមនេះ change password យើងចង់ change password យើងចេញ change ទៅបាទអញ្ចឹងពីរបៀបប្រើប្រាស់វាអត់មានអីពិបាកទេអ្នកទាំងអស់គ្នាដាក់លុយឲ្យសាកតែម្ដងទៅគឺចេះបាទសាកតែម្ដងគឺអ្នកទាំងអស់គ្នាចេះក្នុងការប្រើប្រាស់នៅក្នុង system ហ្នឹងបាទនៅពេលដែលយើងចូលមកក្នុងនេះយើងឃើញខាងក្រោមនេះយើងឃើញខាងក្រោម trade new នេះអញ្ចឹងយើងឃើញពាក្យថា download Meta Trade 4អញ្ចឹងចំពោះអ្នកដែលគាត់ប្រើកុំព្យូទ័រណាដែលគាត់ប្រើកុំព្យូទ័រគឺគាត់គ្រាន់តែចុចកន្លែង download Meta Trade 4នេះទៅគាត់ចុចអញ្ចឹងបាទក្នុងកុំព្យូទ័រចុចចឹងទៅគឺនឹង download ចូលទៅក្នុងកុំព្យូទ័រគាត់ឲ្យអូតូហើយ website trade ហ្នឹងណាគឺយើងអាចចូលទៅ trade នៅក្នុងកុំព្យូទ័របានអូខេនេះខ្ញុំធ្វើយូរដែរដូចជាកន្លះម៉ោងហើយវីដេអូនេះវែងពេកហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចេះប្រើប្រាស់នៅក្នុង system ហ្នឹងណាអត់មានអីត្រូវពិបាកទេតែប៉ុណ្្នឹងយើងចូលទៅប្រើដដែលទៅគឺអូខេហើយយើងចេះហើយក្នុងនេះគឺយើងមិនចាំបាច់អីចេះច្រើនទេយើងចេះតែ4ហ្នឹងទៅបានហើយបាទចេះអ្វីដែលចេះសំខាន់នេះគេនោះគឺកន្លែង internal transfer នេះបាញ់លុយដកលុយចេញនឹងឯងបាទបាញ់លុយដកលុយអញ្ចឹងវាងាយស្រួលទេអ្នកទាំងអស់គ្នាចុចគ្រាន់តែចុចអញ្ចឹងមកហើយយើងចុចជ្រើសរើសទៅបាទក្នុង3ដែលខ្ញុំប្រាប់ហ្នឹងបាទខ្ញុំបញ្ជាក់ម្ដងទៀតអូខេឥឡូវ clip video នេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយ clip video ក្រោយខ្ញុំនឹងបញ្ជាក់ធ្វើ clip video មួយទៀតពីរបៀបប្រើប្រាស់នៅក្នុង account MT4 ដែលយើងត្រូវដាក់ID បញ្ចូលធ្វើម៉េចអញ្ចឹងណាអញ្ចឹងអូខេខ្ញុំសូមជម្រាបវាប៉ុណ្ណឹង